អ្វីដែលជំរុញទឹកចិត្តខ្ញុំឲ្យធ្វើដល់បច្ចុប្បន្នហ្នឹងគឺខ្ញុំមើលឃើញទីផ្សារនាំចូលច្រើនទាំងដែលវត្ថុធាតុដើមនៅក្នុងស្រុកយើងសវោហេតុអីយើងមិនចាប់ផ្ដើមធ្វើដើម្បីខ្លួនឯងផងដើម្បីប្រជាជនយើងផងដើម្បីប្រទេសជាតិយើងផងចាជំរាបសួរនាងខ្ញុំឈ្មោះណារីជាម្ចាស់អាជីវកម្មបាយក្រៀមដាឡៃអាជីវកម្មរបស់បងគឺផលិតបាយក្រៀមឬបាយក្ដាំងឬគេហៅបាយក្ដាំងចាចំពោះទីតាំងរបស់ខ្ញុំគឺមានទីតាំងនៅសង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញហើយខ្ញុំបើកអាជីវកម្មនេះរយៈពេល5ឆ្នាំហើយខ្ញុំមើលឃើញតម្រូវការទីផ្សាររបស់ប្រជាជនយើងបាយក្រៀមហ្នឹងគឺជាអាហារសម្រន់មួយដែលពេញនិយមសម្រាប់ប្រទេសយើងនាពេលបច្ចុប្បន្នចំពោះឧបសគ្គនៃការធ្វើបាយក្ដាំងហ្នឹងគឺមាន3ទី1រូបមន្តទី2គឺគ្រឿងផ្សំទី3គឺទីផ្សារបើសិនជារូបមន្តវិញអត់សូវអីពិបាកឯងគឺយើងស្វែងតែ2ខែក៏ប៉ុន្តែបើសិនជារូបមន្តនៃការធ្វើបាយក្រៀមហ្នឹងតែម្ដងគឺពិបាកសម្រាប់ខ្ញុំទម្រាំដែលខ្ញុំធ្វើបានគឺ1ឆ្នាំខ្ញុំឈរធ្វើខ្ញុំយំតែម្នាក់ឯងអត់មានអ្នកដឹងទេនៅលើតបូទេខ្ញុំធ្វើបដាខ្ញុំយំបដាបើសិនជានិយាយពីការបាក់ទឹកចិត្តច្រើនដងប៉ុន្តែបើសិនជាសួរថាខ្ញុំបោះបង់អត់ខ្ញុំអត់បោះបង់ទេខ្ញុំធ្វើវារយៈពេល1ឆ្នាំបាយហ្នឹងនៅពេលដែលខ្លះណាយើងដាំទៅបំពងអត់ឡើងក៏មានពេលដែលដាំទៅនៅពេលដែលយើងហាអត់ល្អវាទៅជាដុះផ្សិតនិយាយចំខ្ញុំចោលបាយច្រើនមែនតើប៉ុន្តែដោយសារការតាំងចិត្តដោយសារការតស៊ូខ្ញុំជំនះធ្វើវាតតែបានខ្ញុំគិតថាគេធ្វើបានហេតុអីបានខ្ញុំធ្វើអត់បានខ្ញុំធ្វើបណ្ដាស្វែងយល់បណ្ដារយៈពេល1ឆ្នាំខ្ញុំទទួលបានជោគជ័យរហូតដល់ថ្ងៃនេះចំពោះឧបសគ្គមានមួយទៀតគឺផ្នែកទីផ្សារពេលខ្លះណាផលិតផលខ្មែរយើងលោកមុនគេឲ្យតម្លៃបងកាន់ផលិតផលហ្នឹងមួយទៅដល់និយាយមួយគេអ្នកខ្លះណាគាត់ស្ដាប់យើងតែអ្នកខ្លះណាគាត់អត់ស្ដាប់យើងហើយគាត់នឹងឃើញថាបងណែនាំខ្លួនភ្លាមគេវិក្បាលគឺគេដើរចាញ់ហើយអញ្ចឹងមានន័យថាគេអត់ចង់ស្ដាប់យើងទេចំពោះផលិតផលខ្មែរមានអារម្មណ៍ហាក់បាក់ទឹកចិត្តប៉ុន្តែអត់ចោះចាញ់បងគិតថាក្នុង10នាក់មានតែម្នាក់យកបងក៏បងសប្បាយចិត្តដែរការតស៊ូហ្នឹងក៏បានសម្រេចមែនទម្រាំតែផលិតបានបាយក្រៀមមួយកញ្ចប់គឺមានច្រើនដំណាក់កាលទម្រាំមកបានទី1គឺយើងយកបាយទៅចំហុយយកមកចាក់ជាពុម្ពហើយយើងយកទៅហាលឲ្យក្រៀមនៅពេលដែលហាលឲ្យក្រៀមគឺវាអត់ទាន់ចប់ទេគឺយើងយកវាមកបំពងឲ្យស្រួយនៅពេលដែលស្រួយហើយគឺយើងយកវាមកដាក់រសជាតិណាដែលអតិថិជនយើងគាត់បានខ្មងយើងបន្ទាប់មកទៀតគឺយើងធ្វើការច្របាក់ថង់កឹបមាត់វាយថ្ងៃខែដែលយើងផលិតបញ្ជូនទៅតាមទីតាំងដែលគាត់ត្រូវការសម្រាប់អង្ករគឺខ្ញុំជ្រើសរើសយកអង្ករដំណើបខ្មែរយើងហើយការបំពងឲ្យស្រួយគឺយើងផ្ដោតលើភ្លើងការចេះគ្រប់គ្រងភ្លើងមិនក្តៅពេកហើយក៏មិនវាស្ទើរភ្លើងបើសិនជាស្ទើរភ្លើងបៀមខ្លាញ់បើសិនជាក្តៅពេកវាទៅជាខ្លោចតែម្ដងដាក់ទៅខ្លោចហ្មងអញ្ចឹងគឺការគ្រប់គ្រងភ្លើងសំខាន់ទៅលើការបំពងឲ្យវាស្រួយល្អចំពោះបាយក្រាំងនេះគឺភាពតាក់ទាញវាគឺកញ្ចប់តែម្ដងចាបន្ទាប់ពីកញ្ចប់ហ្នឹងហើយគឺយើងមានរូបរាងវាមានជ្រុងហើយនឹងមានមូលអ្វីដែលខ្ញុំលក់ដាច់ហ្នឹងគឺមូលព្រោះដោយសារគឺងាយស្រួលក្នុងការគាត់យកញ៉ាំម្ដុំចែកគ្នាញ៉ាំគឺងាយស្រួលមែនតើមូលហើយបើសិនជាភាពស្រួយវាគឺស្រួយសសោះទន់ឆ្ងាញ់វាមិនមែនស្រួយរបៀបស្វិតទេគឺស្រួយឡើងទន់ស្រួលខាំតែម្ដងទាំងក្មេងទាំងចាស់គឺគាត់ញ៉ាំបានទាំងអស់គ្នាសម្រាប់ផលិតផលបាយក្រៀមដាឡៃគឺយើងបោះទៅលើទីផ្សារដូចជាចរណៃផ្សារខ្មែរចំការខ្មែរអូរិស័យអូឡ িম্প ពិកនិងតាមតូបកាហ្វេឬតាមមជ្ឈមួយចំនួននៅក្នុងទីក្រុងភ្នំពេញសម្រាប់អ្នកចង់ទៅលក់បន្តអាចតាក់ទងខ្ញុំតាម Telegram 089 99 16 59ឬចូលទៅក្នុង page ដាឡៃអ្វីដែលជំរុញទឹកចិត្តខ្ញុំឲ្យធ្វើដល់បច្ចុប្បន្នហ្នឹងគឺខ្ញុំមើលឃើញទីផ្សារនាំចូលច្រើនទាំងដែលវត្ថុធាតុដើមនៅក្នុងស្រុកយើងសវោហេតុអីយើងមិនចាប់ផ្ដើមធ្វើដើម្បីខ្លួនឯងផងដើម្បីប្រជាជនយើងផងដើម្បីប្រទេសជាតិយើងផងពួកគាត់ធ្វើស្រែធ្វើស្រូវប្រមូលផលបានថោកប្រជាជនយើងចំណាក់ស្រុកទៅធ្វើការងារនៅខាងក្រៅធ្វើឲ្យទឹកចិត្តខ្ញុំហ្នឹងត្រូវតែពុះពៀធ្វើវាឲ្យបានដូច្នេះហើយនៅការធ្វើផលិតផលទាំងអស់ហ្នឹងគឺខ្ញុំយកនៅក្នុងស្រុកទាំងអស់ទោះបីខ្ញុំជួយជាតិអត់បានច្រើនក៏ខ្ញុំជួយបានខ្លះដែរមនុស្សមួយចំនួន 4-5 នាក់ក៏មកធ្វើការជាមួយខ្ញុំបានដែរចាចំពោះបាយក្រៀមរបស់ខ្ញុំមាន5រសជាតិ
ទីមួយគឺមានរសជាតិទឹកដោះគោរសជាតិបាក់យ៉ុងរសជាតិទឹកដោះគោបាក់យ៉ុងហើយនឹងមានរសជាតិម្ទេសហឹរមួយវិញទៀតគឺរសជាតិពងទាប្រៃទាំងអស់5រសជាតិសម្រាប់ទៅថ្ងៃមុខខ្ញុំចង់ពង្រឹងនិងពង្រីកអាជីវកម្មឲ្យបានល្អជាងនេះពង្រឹងគឺយើងពង្រឹងលើគុណភាពពង្រឹងលើអនាម័យពង្រឹងលើរសជាតិសម្រាប់ការពង្រីកខ្ញុំចង់ពង្រីកឲ្យបានច្រើនកន្លែងច្រើនសាខាច្រើនតំបន់ច្រើនខេត្តទូទាំងប្រទេសកម្ពុជាយើងតែម្ដងចំពោះអ្នកដែលបង្កើតអាជីវកម្មថ្មីខ្ញុំសូមលើកទឹកចិត្តគាត់ស៊ូជោគជ័យកំពុងរងចាំអ្នកដែលមិនបោះបង់ចាខ្ញុំសូមសំណូមពរអ្នកដែលទស្សនាវីដេអូមួយនេះរួមគ្នាគាំទ្រផលិតផលខ្មែរដែលផលិតនៅក្នុងស្រុកយើងទាំងអស់គ្នាដើម្បីជួយជាតិយើងរីកចម្រើនទៅថ្ងៃមុខ